ធ្វើល្អបានអាចបាទបងប្អូនបានថ្ងៃនេះឃើញពាក្យនឹងផ្ទុះហើយមិនដឹងថាចេញពីប្រភពណាទេបងប្អូនធ្វើល្អបានអាចបាទខ្ញុំចូលរួមពាក្យនឹងតិចដោយសារខ្ញុំគិតថាមានផលប៉ះពាល់ខ្លាំងមែនទែនដែលយើងធ្លាប់បានឮតាំងពីតូចមករហូតដល់ពេលនេះហើយតាំងពីបរមបុរាណមកគឺធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់បាទប៉ុន្តែពេលនេះគឺពាក្យកាត់ទៅវិញតែម្ដងគឺធ្វើល្អបានអាចឬក៏ធ្វើល្អបានអាក្រក់ហ្នឹងឯងបាទអញ្ចឹងគឺវាខុសនឹងសច្ចភាពបាទហើយពាក្យនេះខ្ញុំជឿថាកើតចេញពីអ្នកដែលបានជួយទៅកាន់អ្នកណាម្នាក់ហើយអ្នកនោះហៅថាបកក្បាលមកខាងវិញខ្ញុំគិតថាកន្លែងនេះគឺតាំងពីបរមបុរាណមកគឺមានជាហូរជាហែហើយប៉ុន្តែគេមិនដែលនិយាយថាធ្វើល្អបានអាចទេហើយហេតុអ្វីបានចាស់ពីដើមគេមិនប្រើពាក្យនឹងដូចយើងពីព្រោះភាសានេះគឺជាភាសាដែលប៉ះពាល់ខ្លាំងមែនទែនបាទគឺធ្វើល្អបានអាចសម្រាប់ការធ្វើសក្តិល្អទៅកាន់អ្នកដទៃគឺដើម្បីកុំឲ្យខុសបំណងខ្ញុំមាន4ចំណុចសម្រាប់ធ្វើការចែកម្លែកជូនបងប្អូនទាំងអស់គ្នាហើយក៏សូមស្នើបងប្អូនទាំងអស់គ្នាកុំប្រើភាសាហ្នឹងភាសានេះគឺនិយាយទាំងកំហឹងទាំងការជួយចាប់ហើយសួរថាគ្រប់គ្នារាល់ថ្ងៃនេះធ្លាប់ជួបកន្លែងហ្នឹងទេសម្រាប់ខ្ញុំបើសួរថាតើខ្ញុំធ្លាប់ជួបទេខ្ញុំធ្លាប់ជួបហើយសួរថាតើខ្ញុំធ្លាប់ជួបប្រមាណដងខ្ញុំមិនអាចប្រាប់បានថាប្រមាណដងវាច្រើនទោះបីជួបច្រើនយ៉ាងណាក៏ដោយខ្ញុំខំចិញ្ចឹមខ្ញុំខំថែទាំយកចិត្តទុកដាក់ចំណាយលុយសពបែបសពយ៉ាងឲ្យគេរៀនពេលគេរៀនមានវិជ្ជាមានចំណេះដឹងចេញពីយើងទៅពើងទ្រង់ដាក់យើងវាយប្រហារយើងនិងរូបភាពផ្សេងទៀតប៉ុន្តែខ្ញុំក៏អត់ដែរបាននិយាយថាធ្វើល្អបានអាចដែរហើយខ្ញុំជឿថាបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងក៏ធ្លាប់បានជួបរឿងហ្នឹងបាទប៉ុន្តែយើងកុំនិយាយពាក្យហ្នឹងចេញមកខ្ញុំសូមបញ្ជាក់ថាបើសិនជាបងប្អូនធ្វើល្អហើយកុំឲ្យខុសបំណងកុំឲ្យទទួលបានអាចមកវិញនោះខ្ញុំមាន4ចំណុចណាបងប្អូនទី1គឺបងប្អូនធ្វើឲ្យមើលទៅលើមនុស្សណាមនុស្សណាដែលបងប្អូនគួរជួយណាហើយជួយនេះមិនមែនបំណងដែលយើងចង់បានផលតបស្នងទេខ្ញុំជឿថាភាគច្រើនទាំងគេទាំងខ្ញុំភាគច្រើនគឺជួយមិនរំពឹងផលតបស្នងទេយើងជួយអ្នកណាម្នាក់គឺចង់ឲ្យអ្នកនឹងរីកចម្រើនប៉ុន្តែកន្លងមកពេលខ្លះទាំងខ្ញុំទាំងបងប្អូនទាំងគ្នាដែលអន់ចិត្តគឺជួយឲ្យដែលយើងមិនរំពឹងផលតបស្នងហ្នឹងណាគេរីកចម្រើនហើយគេវាយប្រហារយើងនេះគឺជារឿងឈឺចាប់ខ្ញុំទទួលស្គាល់កន្លែងហ្នឹងប៉ុន្តែយ៉ាងណាក៏យើងមិនត្រូវប្រើភាសាថាយើងធ្វើល្អបានអាចដែរបាទអញ្ចឹងគឺចំណុចទី1ហ្នឹងគឺយើងត្រូវមើលមនុស្សបាទជួយត្រូវមើលមនុស្សណាដែលគួរជួយបាទវាហាក់បីដូចយើងទៅជួយសត្វអញ្ចឹងណាបាទយើងជួយពស់យើងជួយទន្សាយយើងជួយសត្វនេះសត្វនោះតើនៅពេលយើងជួយយើងមានផលលំបាកវិញអត់តើដូចយើងជួយកពើឬក៏ដូចជួយពស់អត់យ៉ាងណាក៏យើងអាចមើលឃើញមើលដឹងខ្លះដែរបាទអញ្ចឹងចំណុចទី1នោះគឺត្រូវជួយទៅកាន់មនុស្សដែលយើងគួរជួយបាទចំណុចទី2គឺបងប្អូនត្រូវធ្វើទៅតាមកាលៈទេសៈនិងពេលវេលាពេលខ្លះដែលយើងត្រូវជួយបានជួយពេលខ្លះពេលវេលាមិនអំណោយផលយើងជួយគឺយើងជួបគ្រោះថ្នាក់ខ្លួនឯងជួបបញ្ហាខ្លួនឯងបាទអញ្ចឹងហើយនេះគឺត្រូវតែប្រយ័ត្នទី3ជួយដោយមិនរំពឹងផលតបស្នងបាទបើសិនជាបងប្អូនជួយនរណាម្នាក់ជួយប៉ុណ្ណាគឺលះបង់ចោលតែម្ដងគឺមិនខ្វល់ពីផលតបស្នងទោះបីគេដឹងក្តីមិនដឹងក្តីលុយនឹងដែលយើងជួយឲ្យយកទៅណាក៏យកទៅដោយបងប្អូនមួយចំនួនធ្វើបុណ្យអញ្ចឹងនៅសង្ស័យថាតើលោកនឹងយកលុយទៅកសាងវិហារអត់យកទៅធ្វើអីក្នុងវត្តអត់នៅតាមរំពឹងអញ្ចឹងណាបាទប៉ុន្តែបើសិនយើងលះថាលោកយកទៅធ្វើអីធ្វើទៅហ្នឹងហើយពីព្រោះសេចក្តីល្អការលះទានរបស់យើងមានហើយហ្នឹងហើយយើងជួយនរណាម្នាក់$10ក៏ដោយ$20ក៏ដោយ$100ក៏ដោយជួយប្រមាណក៏ដោយយើងកុំរំពឹងផលតបស្នងនៅពេលណាដែលយើងឲ្យ100រំពឹងបាន1000នៅពេលណាដែលគេមិនបានឲ្យត្រឡប់មកវិញនោះហើយជាពេលដែលយើងឈឺចិត្តណាដែលយើងគិតថាធ្វើល្អបានអាចទាំងឯងបាទចំណុចទី4គឺធ្វើតាមកម្លាំងទ្រព្យទៅតាមសមត្ថភាពហ្នឹងហើយនៅពេលដែលគេរកយើងគេពឹងយើងអត់មានលុយទេយើងក៏ចាប់ផ្ដើមទៅរកលុយគេឬក៏គេប្រមូលយើងធ្វើបុណ្យយើងក៏ចាប់ផ្ដើមទៅរកលុយគេធ្វើបុណ្យហ្នឹងហើយអានេះគឺការធ្វើបែបនេះនឹងធ្វើឲ្យបងប្អូនមានទស្សនៈធ្វើបុណ្យបានអាចនឹងឯងធ្វើល្អបានអាចនឹងដូច្នេះសរុបមកវិញកុំឲ្យជួបរឿងហ្នឹងគឺបងប្អូនត្រូវឆែកទៅលើ4ចំណុចហ្នឹងបើសិនយើងមិនបានយកចិត្តទៅលើ4ហ្នឹងគឺនឹងកើតទុកមិនសុខចិត្តដដែលពីព្រោះបងប្អូនខ្លះធ្លាប់ជួយគេអស់ពីចិត្តពីថ្លើមណាហ្នឹងហើយជួនកាលអត់មានលុយខ្លួនឯងផងយកមុខខ្លួនឯងទៅពាំងខ្ចីលុយគេដើម្បីជួយជួនកាលយកមកចិញ្ចឹមទំនប់បំរុងណាប្តីប្រពន្ធយើងអត់មានឃ្លានស៊ីខ្ញុំជឿថាបងប្អូនមានហើយខ្ញុំក៏ធ្លាប់មានដែរហើយសិតតែរឿងឈឺចាប់ហ្នឹងហើយប៉ុន្តែនៅពេលណាដែលយើងគិតថាអ្វីដែលយើងបានធ្វើល្អហើយជាសក្តីល្អរបស់យើងសប្បាយចិត្តទោះបីជាអ្នកនោះទៅយ៉ាងណាក៏ជារឿងរបស់គាត់ប៉ុន្តែគ្រាន់តែយើងធ្វើអីជាមួយអ្នកក្រោយប្រយ័ត្នជាងមុនតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំចូលរួមប៉ុណ្្នឹងហើយសង្ឃឹមថាភាសាធ្វើល្អបានអាចនេះ
គឺសូមកុំឲ្យមានបន្តទៀតបាទសូមអរគុណច្រើន